សួស្តីបងប្អូនកូនក្មួយទាំងអស់គ្នាថ្ងៃនេះយើងមានរឿងមួយដែលមានចំណងជើងថាទំពែកឬបានស្និទ្ធមានបរិះក្បាលទំពែកពីរនាក់បានស្គាល់គ្នាទៅវិញទៅមកក្នុងចំណោមអ្នកទាំងពីរមានបរិះម្នាក់ជាមនុស្សលោភលន់តែងចង់បានរបស់នេះរបស់នោះមិនចេះឆ្អាតចាំទេការគ្រាមួយពួកគេទាំងពីរបានធ្វើដំណើរទៅកាន់ស្រុកផ្សេងដើម្បីបំពេញការងារជាមួយគ្នាពេលកំពុងធ្វើដំណើរបរិះទី1បានឃើញរបស់ម្យ៉ាងជ្រុះនៅតាមផ្លូវ គេក៏ឈ្ងោកអោនបំរុងនឹងរើសយកស្រាប់តែបុរសទី2ឃើញដូច្នេះក៏ប្រញាប់ស្ទុះមកប្រាប់ថាទោះបីជារើសបានអ្វីក៏ដោយឯងត្រូវតែយកវាមកចែកគ្នាព្រោះយើងរួមដំណើរជាមួយគ្នារបស់របរអ្វីក៏ត្រូវតែបែងចែកជាពីរដែរពេលបានលើបែបនេះបុរសទំពែកទី1ដែលរើសបានរបស់នោះក៏ញញឹមចំអកឲ្យរួចក៏និយាយថាសម្លាញ់អើយទោះជាគ្នារើសរបស់បានក៏គ្មានប្រយោជន៍អ្វីដែរព្រោះរបស់ដែលរើសបានមកនេះពុំមានតម្លៃអ្វីដល់យើងទេបន្ទាប់មកបរិះទី1ក៏បង្ហាញបរិះទី2ឲ្យដឹងថាអ្វីដែលគេរើសបានគឺស្និទ្ធសិតសក់មួយដើមនោះឯងវត្ថុខ្លះទោះបីជាមានតម្លៃយ៉ាងណាក៏ដោយកាលបើយើងមិនអាចប្រើប្រាស់ជាប្រយោជន៍បានទេវាក៏មិនខុសអ្វីពីដុំថ្មមួយដុំនោះឡើយ Sharing for more.